Ok, xong xa có một mai một ôn mà cần channel là bỏ sản tống hay năng trùng miên là bỏ sum khan môi mà trong chơi đồng này cùng mai một ôn ở kia ông pi ca verify sim nhưng không channel people một hay một mùa ní đài đi đo thật báo bàn tranh ông pi ca verify sim nằm bày ca pi sửa phim to luôn nên một cái sẽ chụp thì ở buộc cùng ao miên là nằm này luôn cho chi về bỏ dưỡng để pra pra không lấy với chỉ miên chỉ chơi chẳng khả năng xung màu bằng hai nhằm pi chúng hiênในการ verify สำคัญchúng nó bây giờ thì mỗi cứ chúng một application thì pi cứ được biếtในการ log on từ lừa công nghệ kia đồng thời mình check bằng piตัดสัญญาณต่อខ្លួនរបស់ខ្លួនឯងឧបមាដូចជាឈ្មោះตัดสัญญาណបានต่อខ្លួនលេខទូរស័ព្ទដល់មកទៀតយើងគាត់ធ្វើការបញ្ជាក់ទៅការផ្ទៀងផ្ទាត់នឹងការ verify ទីរបស់យើងគឺទទួលបានជោគជ័យមិនដល់រយៈពេល2នាទីផងបងប្អូនអញ្ចឹងតាមប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រីលោកបានបញ្ជាក់ប្រាប់ថាការ verify sim នៅក្នុង DC Super App នេះមិនមានការលួចចូលទៅនៃរបស់បងប្អូននៅក្នុងកុងធនាគារបានទេអញ្ចឹងគ្រាន់តែធ្វើការ verify มันអាចមានសមត្ថភាពលួចយកតន្ន័យក្នុងកុងធនាគាររបស់បងប្អូនបានផងដែរអញ្ចឹងអូខេអញ្ចឹងជំហានទី3គឺខ្ញុំនឹងធ្វើអំពីបញ្ជាក់បងប្អូនថាការ verify sim មិនដល់2នាទីផងវាទទួលបានជោគជ័យលឿនខ្លាំងមែនទែនហើយទទួលបានសុវត្ថិភាពនិងថែរក្សា security ផ្ទាល់ខ្លួនកុំឲ្យមានជនណាមកទីច្រើនដែលលួចយកតន្ន័យរបស់យើងទៅប្រើប្រាស់នៅក្នុងផ្លូវអបាយមុខផ្សេងអូខេអញ្ចឹងបងប្អូនតាមដានទស្សនាជាមួយនឹងវីដេអូនឹងមួយគ្នាខ្ញុំនឹងបញ្ជាក់ប្រាប់បងប្អូនឲ្យកាន់តែច្បាស់ធ្វើបានទាំង Android និង iOS ដោយសារតែមានអ៊ំជាច្រើនដែលគាត់ធ្វើឲ្យខ្ញុំជួយ verify ឲ្យគាត់ក៏អត់ចេះទេបាទអញ្ចឹងទៅខ្ញុំក៏បានជួយអ៊ំពូច្រើនខ្លាំងមែនទែនអំពីការ verify sim បាទអូខេអញ្ចឹងមកទស្សនាខ្ញុំអ្នកគ្នាអញ្ចឹងនៅក្នុងដៃរបស់ខ្ញុំនេះគឺជា app តែមួយដែលមានឈ្មោះថា DG Super App គឺជា app របស់រដ្ឋាភិបាល government បាទហើយអញ្ចឹងយើងធ្វើការ install នៅតាមរយៈ App Store ក៏បានតាមរយៈ Play Store ក៏បានអញ្ចឹងចំពោះការ install បងប្អូនគ្រាន់តែចូលមកកាន់ App Store ឬ Play Store មកបងប្អូនការវាយពាក្យថា DG Super App ហ្នឹងបងប្អូនឃើញនៅលើគេហើយគឺជា app របស់កម្មវិធីរដ្ឋាភិបាលអូខេនេះមានតម្រង់បែបនេះមានរូបរាងបែបនេះ UX UI របស់ app បាទហើយបងប្អូនធ្វើការបើកដំណើរការជាមួយនឹង DG Super App ហ្នឹងមកហើយបងប្អូននឹងធ្វើការឃើញអំពីកម្មវិធីផ្ទៀងផ្ទាត់អត្តសញ្ញាណ SIM អញ្ចឹងបងប្អូនគាត់ធ្វើការបើកអញ្ចឹងមកនេះអូ slow អញ្ចឹងដល់ពេលចេញនៅតម្រង់បែបនេះហើយបងប្អូននឹងឃើញពាក្យថានៅកន្លែង home បងប្អូនប្រកាសតែឃើញពាក្យថា SIM verify បងប្អូនគាត់ធ្វើការបើកមកអូខេមកទៀតបងប្អូននឹងឃើញពាក្យថា DG connection your account បាទហើយតទៅទៀតបងប្អូនអាចធ្វើការភ្ជាប់ log on ទៅតាមរយៈកុងធនាគារហើយនៅកន្លែងហ្នឹងសូមបញ្ជាក់ថាគ្រាន់តែ log on ទាញយកអត្តសញ្ញាណទេមិនមែន log on ចូលអាចទាញយកតន្ន័យលុយបងប្អូនមានប្រមាណបានទេណាគ្រាន់តែទាញយកតន្ន័យទេអូម៉ាថាខ្ញុំចូល Acilida អូខេគ្រាន់តែទាញយកតន្ន័យដូចជាអត្តសញ្ញាណបានឈ្មោះខែឆ្នាំកំណើតលេខទូរស័ព្ទតែប៉ុណ្ណឹងអត់អាចដឹងថាព័ត៌មានផ្ទាល់ខ្លួនរបស់យើងមានលុយប្រមាណអីប្រមាណទេបាទអញ្ចឹងឡើយខ្ញុំសូមបិទបន្តិចពាក់ព័ន្ធទៅនឹងអានេះជាព័ត៌មានផ្ទាល់ខ្លួនរបស់ខ្ញុំបាទបន្ទាប់ពីបងប្អូនចូលដល់កុងធនាគារហើយយើងធ្វើការ enter លេខកូដចូលមកណាហើយបន្តមកទៀតកម្មវិធី DG Super App នេះនឹង alert អំពីអត្តសញ្ញាណរបស់យើងដូចជាលេខទូរស័ព្ទខែឆ្នាំកំណើតលេខទូរស័ព្ទរបស់យើងឯកសារផ្សេងទៀតបន្តមកទៀតយើងធ្វើការចុចហើយបន្តមកទៀតយើងធ្វើការចុចបញ្ជាក់អញ្ចឹងមកហើយការ verify របស់យើងនឹងទទួលបានជោគជ័យហើយបន្តមកទៀតបងប្អូនគ្រាន់តែចេញតម្រង់បែបហ្នឹងមាន profile មានបង្កើតជា account user មួយមានន័យថាការ verify របស់បងប្អូនហ្នឹងទទួលបានជោគជ័យហើយ100%ហើយបងប្អូនធ្វើការ set up ជាមួយនឹងលេខកូដអញ្ចឹងដោយសារតែលេខកូដនេះខ្ញុំ set up រួចម្ដងហើយខ្ញុំអត់ set up វាម្ដងទៀតទេអញ្ចឹងតែប៉ុណ្្នឹងបងប្អូនអាចទទួលបានការ verify SIM ដែលត្រឹមត្រូវហើយសុវត្ថិភាពនិងបញ្ជាក់អំពីអត្តសញ្ញាណកម្មផ្ទាល់ខ្លួនរបស់ខ្លួនឯងបានហើយអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្ណឹងអញ្ចឹងវីដេអូនៃការ verify SIM នឹងបញ្ជាក់អំពីព័ត៌មានអត្តសញ្ញាណរបស់ខ្លួនឯងដើម្បីថែរក្សា
ព័ត៌មានទាំងអស់ហ្នឹងកុំឲ្យមានជនអាណាមកឬក៏ជន hacker ជាច្រើនផ្សេងទៀតចាំលួចយកទៅដៃរបស់យើងទៅប្រើប្រាស់ឬក៏ឆោបបោកអ្នកដទៃបានណាបងប្អូនត្រូវតែ verify SIM ជាចាំបាច់បាទអញ្ចឹងបើសិនមកជាបងប្អូនធ្វើការ verify ទេលេខ SIM របស់បងប្អូននឹងត្រូវបានបិទដំណើរការដោយរដ្ឋាភិបាលអូខេអញ្ចឹងវីដេអូរបស់ខ្ញុំមានតែប៉ុណ្្នឹងបើសិនមកជាបងប្អូនពេញចិត្តហើយកុំភ្លេចជួយ like និង share វីដេអូនឹងបន្តចែករំលែកទៅដល់មនុស្សជាស្រឡាញ់មិត្តភ័ក្តិហើយនិងឪពុកម្ដាយចាស់ដែលគាត់អត់សូវចេះបងប្អូនអាចចែករំលែកទៅកាន់ពួកគាត់បានអូខេអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងអរគុណច្រើន